នេះគឺជាលើកទី1ដែលខ្ញុំបានមកពិធីបើកមហោស្រពភាពយន្តខ្លីចតុមុខចំនួនទី14កម្មវិធីបើកនេះគឺគេធ្វើនៅ Exchange Square ហើយខ្ញុំក៏បានមក register ហើយគេមានបិទអីគេបបៃតងនេះចាដឹងសង្កយគេទេហើយពេលដែលខ្ញុំបានដើរចូលមកខាងក្នុងហើយខ្ញុំឃើញគេមានកន្លែងថតរូបអញ្ចឹងដើម្បីយើងទុកជាអនុស្សាវរីយ៍អញ្ចឹងយើងថតរូបលេងតិចទៅងាយណាស់បានមកកម្មវិធីអញ្ចឹងតែខ្ញុំហ៊ាន surprise ខ្ញុំថតនៅខាងមុខហើយគាត់ហៅខ្ញុំទៅថតនៅខាងក្រោយមកកន្លែងទៀតអញ្ចឹងពីកន្លែងខ្ញុំអត់ដែរត្រូវបានគេហៅមកថតអីចឹងណាថតរូបអស់ចិត្តអស់ចង់ហើយយើងត្រូវតែចូលហោព្រោះដោយសារតែកម្មវិធីចិត្តចាប់ផ្ដើមមីខ្ញុំនិយាយថាខ្ញុំមិនដែរមកកម្មវិធីសង្ចង់ឲ្យលេងមកដល់គាត់ថតរូបបោនិយាយថារៀងនេះដែរ Amazing Our Young and Emerging Filmmakers Short Film Festival is a sort មកកម្មវិធីបើកសម្ពោធទេប៉ុន្តែមានលេខ show ឲ្យមើលទៀតហើយ show គាត់តែឲ្យខ្ញុំអត់ដែរមើលខ្ញុំរហ័សរៀងប្លែកតែអ្នកគ្នាមើលពួកគាត់ទៅរបៀបថាគាត់អត់សូវលេខជាមួយឧបករណ៍ឲ្យរបៀបថាអូខ្ញុំបាក់និយាយប្រាប់គ្នាមើលដូចកន្លែងនេះអញ្ចឹងអានេះគេត្រូវមានខ្សែគេលោតទៅមិនអញ្ចឹងប៉ុន្តែនេះអត់មានខ្សែប៉ុន្តែគាត់ធ្វើដូចលោតមែនតែនៅលើអាកាសអញ្ចឹងមកកន្លែងនេះវិញគាត់ស៊ឺតាំងពីមុនគាត់បើកទ្វារចូលមកទៀតហើយតបងអត់ដឹងថាស៊ឺនោះស្អីគេតគាត់ចេញមករៀង surprise ហើយចេញហុកលើ screen នេះពោះសោះតែតើសើគាត់នឹកឃើញហើយកន្លែងនេះវិញគឺជាកន្លែងដែលខ្ញុំរងចាំគឺគេចាក់ trailer ភាពយន្តខ្លីកម្ពុជាបែបមេរៀនជីវិតផ្នែកទី1ហើយក្នុងនោះក៏មានវីដេអូរបស់ក្រុមការងារខ្ញុំធ្វើដែរហើយជាពិសេសជាងហ្នឹងទៀតគឺខ្ញុំបានសម្ដែងក្នុងដែរតែបែបតិចតួចអីចឹងណាតែវាថាយើង surprise ហើយមានរូបខ្លួនឯងនៅលើ screen កូនណាចាអូយអ្នកនរគ្នាមើលតអត់ថាមួយណាខ្ញុំនេះមួយសក់ឆែនេះចង់តិចតួចនេះហ្នឹងហើយខ្ញុំជាចង់ក្រោយខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ all love